Hi, everybody. Nice to see you again. Now let's translate three more useful everyday English idiom with me. And the first idiom means saying after an unpleasant experience, you are careful to avoid something similar. Saying after an unpleasant experience, you are careful to avoid something similar. គេវាជាសុភាសិតដែលមានន័យថាបន្ទាប់ពីបទពិសោធន៍ដ៏អាក្រក់មួយបទពិសោធន៍មិនល្អមួយបទពិសោធន៍មិនគួរជាទីគាប់ចិត្តមួយ unpleasant you are careful ឥឡូវគឺអ្នកប្រុងប្រយ័ត្នដើម្បីបញ្ជះexperience ឬក៏ហេតុការណ៍ដែលវាស្តៀងគ្នាទៅនឹងអ្វីដែលកើតឡើងជាមួយយើងណាបទពិសោធន៍ឬក៏ស្ថានភាពដែលមិនល្អដែលយើងមិនចង់បានកើតឡើងជាមួយយើងនឹង Alright, so the idiom is see here once bitten twice shy ចឹងបើជាន័យត្រង់ literal meaning ដំបូងឡើយខំ ដំបូងនេះត្រូវបានខំហើយទៅពេលបន្តមកទៀតលើកទី1ត្រូវបានគេខាប់ហើយលើកទី2គឺអៀនបដ ாய் អាហ្នឹងណាចានេះគឺជាន័យត្រង់តែបើន័យធៀប figuratively means ហ្នឹងហើយយើងអត់ចង់ជួបបទពិសោធន៍ដដែលទេគាត់ថានិយាយទៅយើងព្យាយាមយើងប្រយ័ត្នមកអត់ចង់មានបទពិសោធន៍ដដែលអញ្ចឹងណាជួបរឿងមិនល្អដដែលហ្នឹង alright so once bitten twice shy. And the next one, informal. Used to say that somebody is not really as angry or as aggressive as they sound. Informal used to say that somebody is not really as aggressive, as angry or as aggressive as they sound. វាជាភាសាសម្រាប់និយាយត្រូវបានប្រើប្រាស់ដើម្បីនិយាយថានរណាម្នាក់គឺមិនខឹងឬក៏មិនកាចដូចដែលគាត់សម្ដែងទេទេគឺគាត់មិនខឹងឬគាត់មិនកាចដូចអ្វីដែលគាត់សម្ដែងទេឬបង្ហាញឲ្យយើងឃើញទេអូខេអញ្ចឹងជាសុំសម្រាយណាពាក្យនេះគឺមានន័យថាចេះយើងមើលទៅឃើញគាត់ថាដូចជាខឹងណាថាកាចណាកាចមែនទែនតែកំពិតទៅធាតុពិតរបស់គាត់នោះគឺមិនកាចចឹងទេមិនខឹងចឹងទេប៉ុន្តែជារូបរាងក្រៅរបស់គាត់ណាដែលគាត់ចេញមកគឺកោកធ្វើឲ្យយើងនឹងថាគាត់កាចធ្វើយើងខ្លាចអញ្ចឹង Okay, the idiom is somebody's back is worse than their bite. Somebody's back is worse than their bite. Okay, អញ្ចឹងន័យត្រង់ somebody's back បានន័យថាការស្រែកកំហុសរបស់នរណាម្នាក់គឺវាអាក្រក់ជាងការខំរបស់គាត់អញ្ចឹងណាអញ្ចឹងយើងប្រៀបធៀបទៅនឹងសត្វសំណក់សត្វឆ្កែឆ្កែបើសិនមកវាព្រុសវាអត់ខាំទេយើងចំណាំនិយាយតែអាឆ្កែដែលព្រុសឆ្កែដែលព្រុសគឺអត់ខាំទេតែយើងខ្លាចតែឆ្កែអត់ព្រុសចូលមកដើរមកខាំយើងកប់ហ្មងណាអូខេអញ្ចឹងគឺវាមានន័យថាអញ្ចឹង And the last one, British English, an opportunity to do something. British English, an opportunity to do something. ជាអង់គ្លេសបែបអង់គ្លេសគេថាគឺជាឱកាសមួយក្នុងការធ្វើអ្វីមួយគឺជាឱកាសមួយក្នុងការធ្វើអ្វីមួយ You only get one bite at the cherry in life. You only get one bite at the cherry in life. អញ្ចឹងគេថាអ្នកមានឱកាសតែមួយប៉ុណ្ណោះក្នុងការខំមួយម៉ាត់ក្នុងការខំមួយម៉ាត់ក្នុងការខំផ្លែ cherry តែមួយម៉ាត់ទេក្នុងជីវិតអ្នកអាចអញ្ចឹងទៅអ្នកអាចខំផ្លែ cherry បានតែមួយម៉ាត់ទេក្នុងជីវិតអានេះគឺជាន័យធៀបន័យត្រង់ប៉ុន្តែន័យធៀបនោះគឺយើងចង់និយាយថាគឺជាឱកាសក្នុងការធ្វើអ្វីមួយណា so generally ចង់និយាយថា the idiom គឺ a bite at the cherry ឬក៏ a bite of the cherry
Hey, all right. So thank you for today. I'll see you next time. Take care and bye.